ơi đã có bọn bố ơi bố nhầm ban của tình biết đâu បងប្អូនមានតែឃើញវីដេអូដូចវីដេអូដែលខ្ញុំដាក់នៅខាងក្រោមនេះហ៎ឬក៏បងប្អូនដែលធ្លាប់ប្រើប្រាស់នេះហើយអាចឡើងសអញ្ចឹងបងប្អូនដែលធ្លាប់ប្រើទៅមានបញ្ហាហ្នឹងអត់អញ្ចឹងខ្ញុំចង់បញ្យល់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធមួយករណីហ្នឹងថាតើមាសហ្នឹងវាខ្លាំងឬក៏មាសពិតប្រាកដអញ្ចឹងមានបងប្អូនយើងមួយចំនួនដែលគាត់យកមាសទៅលក់ឲ្យម្ចាស់ហាងគាត់ឆ្លើយវាអត់ត្រូវអញ្ចឹងវីដេអូហ្នឹងក៏ខ្ញុំផ្ញើជូនដល់បងប្អូនអាជីវករអ្នកលក់មាសដែរអញ្ចឹងយើងដើម្បីស្វែងយល់ទាំងអស់គ្នាថាតើវាមកពីបញ្ហាអីអានេះវាមកពីបញ្ហាប្រតិកម្មរវាងមាសជាមួយនឹងពពុះបារតឬក៏ឲ្យយើងនិយាយថាសារធាតុmercury អញ្ចឹងពួកអាសារធាតុហ្នឹងគឺគេប្រើច្រើននៅក្នុងពពុះ whitening cream ឬក៏ពពុះដែលសារធាតុដែលធ្វើឲ្យភ្លឺឬក៏សអញ្ចឹងបងប្អូនដែលប្រើភាគច្រើនវាអាចមាននៅក្នុងសារធាតុwhitening cream ឬក៏ម្សៅដែលធ្វើឲ្យយើងសម្សៅលាយហ្នឹងវាអាចមាននៅក្នុងហ្នឹងហើយមួយចំនួនទៀតវាអាចមាននៅក្នុងពពុះបារតបារតអាតែ1ម៉ែត្រដែលយើងវាស់កម្ដៅហ្នឹងតែ1ម៉ែត្របារតហ្នឹងឬក៏មាននៅក្នុងតាមអំពូលម៉ែត្រអំពូលភ្លើងរបស់យើងហ្នឹងឬក៏មាននៅតាមថ្មបងប្អូនថ្មដែលយើងប្រើប្រាស់ប្រចាំថ្ងៃហ្នឹងក៏មាននៅសារធាតុបារតទាំងអស់ហ្នឹងដែរអញ្ចឹងសារធាតុបារតទាំងអស់ហ្នឹងវាអាចចាប់ភ្ជាប់ជាមួយនឹង surface របស់មាសឬក៏មុខកាត់របស់មាសហ្នឹងវាអាចទៅចាប់ចូលគ្នាទៅវាឡើងទៅជាពណ៌ប្រភេទហើយបងប្អូនគិតថាអាហ្នឹងវាជាមាសខ្លាំងតាមពិតវាមិនមែនទេបងប្អូនអាហ្នឹងវាមាសរបស់គេហ្នឹងវាពិតប្រកបត្រឹមត្រូវហើយវាមាសរបស់គេហើយតែក៏ថាវាប្រតិកម្មអញ្ចឹងយើងឃើញពណ៌អញ្ចឹងយើងបែរទៅជាគិតថាមាសរបស់គេហ្នឹងខ្លាំងហើយខ្ញុំឃើញវីដេអូនេះហើយពិបាកចិត្តជំនួសម្ចាស់ហាងព្រោះដោយសារតែគាត់បង្ហាញនៅ logo របស់គេហើយបង្ហាញនៅចឹងថាបង្ហាញអញ្ចឹងវាពិបាកនៅក្នុងការគាត់លក់ដូរវាប៉ះពាល់ដល់អាជីវកម្មរបស់គាត់អញ្ចឹងបើសិនជាមានបញ្ហាអីបងប្អូនគួរតែទៅជួបម្ចាស់ហាងផ្ទាល់តែគាត់មានដំណោះស្រាយអីឲ្យយើងទៅសួរនាំគេឧទាហរណ៍តែគេទៅគេទិញយើងធម្មតាតាមហាងឆេងធម្មតាឬក៏យើងចង់ដូរម៉ូតគេគិតធម្មតាអញ្ចឹងបងប្អូនមិនគួរណាយក logo របស់គេឬក៏វិក័យប័ត្ររបស់គេវាអាចធ្វើប៉ះពាល់ដល់ការលក់ដូររបស់គេយកទៅបង្ហោះជាសាធារណៈអញ្ចឹងទេអញ្ចឹងយើងគួរតែជួបគ្នាផ្ទាល់យើងដោះស្រាយគ្នាទៅព្រោះយើងនិយាយភាសាតែមួយអញ្ចឹងវាស្រួលទេវាមានអីពិបាកទេអញ្ចឹងវីដេអូនេះផ្ញើសារទៅដល់អ្នកលក់មាសទាំងអស់តែមានបញ្ហាដូចខ្ញុំអញ្ចឹងព្រោះថ្ងៃនេះខ្ញុំប៉ះដែរអញ្ចឹងយើងអាចបញ្យល់ប្រាប់អតិថិជនរបស់យើងឲ្យគាត់ចូលដឹងថាតើវាមកពីបញ្ហាអីអញ្ចឹងយើងដោះស្រាយគ្នាតាមហ្នឹងទៅបើគាត់ចង់លក់យើងទិញទៅហើយបើសិនជាមិនយើងយកទៅរោលភ្លើងបងប្អូនចាំមើលខ្ញុំរោលភ្លើងអាគ្រឿងអលង្ការដែលខ្ញុំប៉ះហ្នឹងឲ្យបងប្អូនមើលឡើងរោលទៅវាឡើងពណ៌មាសធម្មតាអញ្ចឹងណាអញ្ចឹងវាមានបញ្ហាទេអញ្ចឹងបងប្អូនកុំបារម្ភកុំភ័យហ្នឹងវាអត់មែនជាមាសខ្លាំងទេមាសរបស់គេល្អហើយតែយើងតែអ្នកប្រើប្រាស់ហ្នឹងគឺប៉ះពាល់មួយសារធាតុបារតឬក៏ mercury អរគុណ